ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំបាទឈ្មោះហៀងលំហឿងគឺជាមន្ត្រីអំណាចមកពីអង្គការអប់រំពិភពលោកនៅក្នុងមេរៀននេះយើងនឹងរៀនអំពីលំនាំបង្រៀនសកម្មភាពគោលទី5គឺការអានល្បះតើការអានល្បះមានសារៈសំខាន់ដូចម្តេចការអានល្បះជួយឲ្យសិស្សបានអភិវឌ្ឍបំណិនការអានស្ទាត់និងអានយន្តន័យមួយវិញទៀតដែរការអានល្បះជួយឲ្យសិស្សត្រៀមបានល្អនៅក្នុងការអានអត្ថបទនៅក្នុងការបង្រៀនការអានល្បះយើងមានជំហានសំខាន់ដូចជាទី1បំផុសសំណួរទាក់ទងទៅនឹងខ្លឹមសារល្បះទី2ចម្លងល្បះដាក់លើក្តារខៀនទី3ឲ្យសិស្សញ៉ៃពាក្យនៅក្នុងល្បះទី4សំណួរផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅទី5ឲ្យសិស្សវឹកហាត់ការអានល្បះនៅក្នុងសៀវភៅជំនួយសិស្សជាដៃគូនៅពេលនេះសូមលោកគ្រូអ្នកគ្រូចូលរួមទស្សនាវីដេអូការបង្រៀនបង្ហាញសកម្មភាពការអានល្បះដោយអនុវត្តទៅតាមលំនាំលម្អិតសៀវភៅណែនាំគ្រូទាំងអស់គ្នាកូនទាំងអស់គ្នានៅពេលនេះអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាមកអានល្បះវិញម្ដងណាកូនណាតើកូនចង់អានល្បះដែរឬទេកូនអូកូនចង់ហ៎ចាល្អណាស់កូនអញ្ចឹងនៅពេលនេះដែរអ្នកគ្រូក៏មានសំណួរមួយដើម្បីសួរទៅកាន់កូនផងដែរណាចានៅពេលដែលខោកូនរហែកចាកូនតើកូនត្រូវធ្វើដូចម្ដេចដែរកូនចានៅពេលដែលខោកូនរហែកកូនត្រូវធ្វើដូចម្ដេចចាកូនខាងនេះកូនថាម៉េចដែរកូនអូកូនយកទៅដេរល្អណាស់កូនចុះកូនខាងនេះកូនថាយ៉ាងម៉េចដែរកូនអូកូនយកទៅកែខៃចាល្អណាស់កូនដូច្នេះអ្នកគ្រូមានល្បះមួយដើម្បីបង្ហាញកូនណាចាកូនមើលមកលើក្តារខៀនទាំងអស់គ្នាណាកូនចាកូនឃើញទាំងអស់គ្នាអត់កូនចាកូនឃើញទាំងអស់គ្នាដូច្នេះកូនមើលមកលើល្បះនៅលើក្តារខៀននេះកូនតើកូនឃើញមានពាក្យអ្វីខ្លះដែរកូនចាកូនថាម៉េចអូកូនមានពាក្យចែឆាំមកកូនចាចែឆាំចុះកូនមើលថាតើមានពាក្យអ្វីទៀតកូនអូពាក្យកែខៃល្អណាស់កូនចាហើយកូនឃើញមានពាក្យអ្វីទៀតកូនអូពាក្យខោឆេះចាពូកែមែនតែនកូនដូច្នេះអ្នកគ្រូនឹងអានល្បះនេះជាគំរូឲ្យកូនស្ដាប់វិញម្ដងណាកូនយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូចែឆាំកែខៃខោឆេះស្ដាប់បានច្បាស់អត់កូនតោះអ្នកគ្រូអានម្ដងទៀតណាចែឆាំកែខៃខោឆេះចាល្អណាស់កូនដូច្នេះកូនចូលរួមអានល្បះនេះជាមួយនឹងអ្នកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមកូនចែឆាំកែខៃខោឆេះអូពូកែមែនតែនកូនអានបានត្រឹមត្រូវនៅពេលនេះកូនអានដោយខ្លួនឯងអ្នកគ្រូជាអ្នកចង្អុលអញ្ចឹងអ្នកគ្រូរាប់សិនណា1 2 3ចាកូនពិតជាពូកែមែនអញ្ចឹងនៅពេលនេះដែរកូនកូនសាកគិតមើលហេតុអ្វីបានជាគេកែខៃខោកូនសាកគិតតិចមើលហេតុអ្វីបានជាគេកែខៃខោចាមកពីអីកូនចាមកពីខោនឹងរហែកហើយកូនខាងនេះមកពីអីកូនចាមកពីខោនឹងឆេះអូពូកែមែនតើណាកូនណាដូច្នេះនៅពេលដែលខោកូនរហែកបន្តិចបន្តួចកូនយកទៅកែខៃវាកូនកុំទាន់បោះចោលណាកូនណា
ចាល្អណាស់កូនដូច្នេះសូមកូនបើកសិភៅជំនួយសិស្សរបស់កូនត្រង់ទំព័រទី2កូនឃើញមានល្បះនៅក្នុងរង្វង់នេះឯងកូននេះរង្វង់ចុងក្រោយនេះចាកូនឃើញទាំងអស់គ្នាដូច្នេះកូនចាប់ដៃគូកូនណាម្នាក់ជាអ្នកអានម្នាក់ទៀតជាអ្នកចង្អុលបន្ទាប់មកកូនផ្លាស់ប្ដូរវេនគ្នាហើយបើសិនជាមានពេលទៀតណាកូនអានដោយខ្លួនឯងណាកូនណាតោះចាប់ផ្ដើមអានកូនទាំងអស់គ្នាចាឃើញថាកូនអានបានច្រើនដងនិងអានបានល្អត្រឹមត្រូវមែនតើណាដូច្នេះអ្នកគ្រូសូមឲ្យកូនអបអរសាទរមួយ លោកគ្រូអ្នកគ្រូទាំងអស់គ្នាទាំងនេះគឺជាជំហានលម្អិតនៅក្នុងសកម្មភាពបង្រៀនការអានល្បះកគ្រូបំផុសសំណួរទាក់ទងទៅនឹងខ្លឹមសារល្បះខគ្រូចម្លងល្បះដាក់លើក្តារខៀនកគ្រូឲ្យសិស្សញែកពាក្យនៅក្នុងល្បះសកម្មភាពគ្រូធ្វើគ្រូអានល្បះនៅលើក្តារខៀនជាគំរូដោយចង្អុលចំពាក្យម្ដងមួយសកម្មភាពគ្រូនិងសិស្សគ្រូចង្អុលពាក្យនៅក្នុងល្បះនីមួយៗនិងអានព្រមគ្នាជាមួយទៅនឹងសិស្សសកម្មភាពសិស្សធ្វើគ្រូចង្អុលពាក្យនៅក្នុងល្បះនីមួយៗឲ្យសិស្សអានខគ្រូសួរសំណួរទាក់ទងទៅនឹងជីវភាពរស់នៅដើម្បីឲ្យសិស្សយល់អំពីអត្ថន័យនៃល្បះងគ្រូឲ្យសិស្សហ្វឹកហាត់ការអាននៅក្នុងសៀវភៅជំនួយសិស្សដោយម្នាក់ជាអ្នកចង្អុលម្នាក់ជាអ្នកអាននិងបដូរវេនគ្នា